មនុស្សចេះគិតគំនិតកូនល្អគុណរបស់មេត្តាបិតាប្រៀបជាមួយរបស់សុទ្ធតែធំឬធ្ងន់ដូចជាផែនដីភ្នំព្រះសមេរុឬលំហអាកាសមហាសមុទ្រជាដើមជីវិតយើងជាកូនត្រូវបានសម្ព័ន្ធគ្នាជាមួយមេត្តាបិតាដែលជាបុគ្គលមុនដំបូងគេបង្អស់និងជាបុព្វការីរបស់កូនប្រុសស្រីដូច្នេះទើបយើងត្រូវនឹករលឹកដោយគំនិតល្អថាតើយើងជាកូនត្រូវតបស្នងសងគុណលោកវិញយ៉ាងណាតាមការត្រាស់សម្ដែងរបស់ព្រះសម្មាសម្ពុទ្ធគឺត្រូវឲ្យល្អថាមេត្តាបិតាលោកបានចិញ្ចឹមបីបាច់ថែរក្សាអាត្មាអញមកយ៉ាងណាអាត្មាអញត្រូវចិញ្ចឹមបីបាច់ថែរក្សាលោកវិញដោយការដឹងគុណនិងដោយការពេញចិត្តចំពោះសេចក្តីល្អដែលខ្លួនឯងជាកូនត្រូវសន្សំទុកក្នុងសន្តានជួយធ្វើកិច្ចការងារជំនួសលោកដោយទឹកមុខស្រស់បោះប្រព្រឹត្តនៅអំពើត្រឹមត្រូវសមភ្នែកអ្នកផងទាំងពួងចូលចិត្តក្នុងគន្លងមនុស្សល្អបដិបត្តិនៅសុជីវធម៌ធ្វើឲ្យមេត្តាបិតាសប្បាយចិត្តគឺជាកូនរក្សាវង្សត្រកូលសមគួរនឹងទទួលនូវទ្រព្យមរតកនិងម្យ៉ាងទៀតការមេត្តាបិតាគាត់មានជំងឺរោគីក៏បីកូនប្រុសស្រីបីបាច់ថែរក្សាទោះបីដឹងថាមើលមិនជាយ៉ាងណាក៏ដោយត្រូវជួយឲ្យគាត់សប្បាយចិត្តមុនពេលគាត់លាចាកលោកទៅកុំឲ្យមានចិត្តសៅហ្មងមុនស្លាប់ការបើមេត្តាបិតាធ្វើការកិរិយាទៅហើយកូនប្រុសស្រីទៅធ្វើបុណ្យតក្កិណានុបទានដើម្បីឧទ្ទិសនូវតក្កិណានុបទានជូនដល់លោកដែលបានចែកឋានទៅហើយនោះការចិញ្ចឹមលោកអ្នកមានគុណជាពិសេសនៅពេលគាត់ចូលដល់ពេលចាស់ជរាគឺមានការចិញ្ចឹមពីរយ៉ាងបានដល់ការចិញ្ចឹមកាយមួយការចិញ្ចឹមទឹកចិត្តមួយចិញ្ចឹមកាយគឺចាប់ទីកន្លែងដំណើរស្ថានឲ្យបានសប្បាយជូនគាត់ទាំងពីរនាក់កុំទាល់តែគាត់ធ្វើមរណកាលទៅបានគិតគូររកលំនៅឋានជូនគាត់នោះជួនកាលធ្វើមុងឬចេះដីដើម្បីបញ្ចុះសពបញ្ចុះធាតុភ្លេចគិតដល់ដីសង់ទៀតផងដូច្នេះកូនត្រូវចេះគិតឲ្យបានសពគ្រប់កុំឲ្យថ្លោះធ្លួយគឺពេលដែលគាត់នៅរស់នឹងហើយកូនត្រូវចេះសន្សំបុណ្យមើលអាហារបាយទឹករៀបជូនគាត់ពិសាចំណីណាល្អឆ្ងាញ់ទិញជូនគាត់ទិញមកថ្លៃកុំកុហកគាត់ថាថោកត្រូវលោមសន្តានចិត្តគាត់ថាកូនចង់បានបុណ្យច្រើនកូនចង់ធ្វើបុណ្យជាមួយមេត្តាបិតាដែលជាព្រះរហន្តរបស់កូនសំណួរពុកអ្នកម្ដាយអនុគ្រោះទទួលទានរបស់កូនផងចុះមើលសម្លៀកបំពាក់របស់គាត់បើប្រឡាក់ត្រូវយកទៅបោកគក់ស្ងួតហើយរៀបចំបត់ទុកដាក់ក្នុងទូឬហឹបអបគ្រឿងក្រអូបបន្ទប់ទំនេរក្រែពូកខ្នើយមុងភួយកុំឲ្យទុកទាល់តែស្អុយរលួយត្រូវសម្អាតជារឿយរៀបចំឲ្យល្អដោយបន្ទប់របស់ទេវតាក្នុងឋានសូគីបើគាត់មានជំងឺឈឺថ្កាត់នានាកូនគួរគប្បីថែរក្សាយ៉ាងណានឹងឲ្យសមរម្យជូនដល់អ្នកមានគុណនេះជាកិច្ចការទំនុកបំរុងផ្នែករាងកាយអធិប្បាយដោយសង្ខេបចំណែកការចិញ្ចឹមទឹកចិត្តនោះគឺថាយើងជាកូនកុំចេះតែធ្វើអ្វីដែលមិនគួរគប្បីដល់អធិស្រ័យរបស់គាត់ព្រោះវាជាហេតុបណ្ដាលឲ្យគាត់មានចិត្តក្តៅក្រហាយត្រូវចេះរៀបចំសម្រួលកិច្ចការគ្រប់យ៉ាងដើម្បីឲ្យអ្នកមានគុណរបស់យើងគាត់បានធូរចិត្តគាត់រីករាយសប្បាយទៅណាមកណាឬធ្វើការអ្វីត្រូវនឹកដល់ឪពុកម្ដាយជានិច្ចថាគាត់ត្រូវធ្វើការអ្វីហើយគាត់មិនចង់បានអ្វីមិនចង់បានអ្វីមិនចង់ជួបប្រទះនៅអ្វីយើងត្រូវចេះគិតដោយគំនិតល្អក្នុងបំណងប្រាថ្នាថែរក្សាទឹកចិត្តឪពុកម្ដាយយើងកុំចេះតែធ្វើអ្វីតាមទំនឹងចិត្តព្រោះយើងមានមនុស្សដ៏សំខាន់នៅរួមសុខទុក្ខជាមួយយើងមិនត្រូវធ្វើនៅអ្វីដែលជំទាស់នឹងបំណងរបស់គាត់ឡើយហើយក៏មិនត្រូវធ្វើនៅការអ្វីជាទោសផងដែរត្រូវធ្វើឲ្យសមស្របតាមបំណងបងប្រាថ្នារបស់មេត្តាបិតាទាំងដែលជាការងារមិនមានទោសគឺជាការចិញ្ចឹមទឹកចិត្តជាការចិញ្ចឹមដ៏សំខាន់ជាងការចិញ្ចឹមរូបកាយទៅទៀតព្រោះថាបើចិត្តសប្បាយហើយរូបកាយក៏សប្បាយទៅផងដែរពិសាបានសម្រានលោកបើចិត្តមិនសប្បាយទៅវិញកាយក៏មិនសប្បាយដែរ
មិនជាសម្រាប់ឡើយព្រោះហេតុនេះកូនប្រុសស្រីត្រូវចិញ្ចឹមទឹកចិត្តមេដាបិតាដោយយកចិត្តទុកដាក់ត្រូវថែរក្សាទឹកចិត្តរបស់គាត់ដោយការប្រព្រឹត្តល្អរបស់យើងជាកូនដែលចេះគិតនឹងអានដោយចំពោះមែនទែនគឺនៅពេលដែលមេដាបិតាចាស់ជរាត្រូវយកចិត្តទុកដាក់ឲ្យបានជាពិសេសបំផុតអាហារណាដែលគាត់ចូលចិត្តពិសាត្រូវណាសិក្សាឲ្យច្បាស់លាស់ត្រូវព្យាយាមរកមកជូនគាត់ពិសាថែបំពន់ព្រឹកល្ងាចពេលគាត់ឈឺថ្កាត់គ្រុនរងាគឺត្រូវយកចិត្តទុកដាក់ថែរក្សាដោយខ្លួនឯងផ្ទាល់កុំអាងមានប្រាក់ដុល្លារចូលអ្នកបម្រើហើយខ្លួនឯងមិនរវល់នឹងគាត់នោះព្រោះអ្នកបម្រើឬអ្នកដទៃមិនមែនជាកូនរបស់គាត់មិនបានឲ្យការសប្បាយចិត្តដល់គាត់ដូចយើងជាកូនបង្កើតនោះទេគាត់ចង់ឃើញមុខកូនគាត់គឺមុខមនុស្សដែលគាត់បានបង្កើតបានស្រឡាញ់បានថ្នាក់ថ្នមបីបងថែរក្សាតាំងពីកើតចេញអំពីផ្ទៃរបស់គាត់មកម្លេះទោះបីសពថ្ងៃកូនគាត់អាយុចាស់50ឆ្នាំហើយក៏ដោយក៏គាត់នឹកចង់ឃើញមុខដែរឃើញហើយសប្បាយចិត្តថាពិតជាកូនគាត់មែនបើកូនគាត់ច្របាច់ដៃច្របាច់ជើងជូនគាត់នោះគាត់កក់ក្ដៅក្នុងចិត្តដោយមិនក្រែងរអាញអ្វីឡើយគាត់ចង់ឲ្យកូនអង្គុយចិត្តបើកូនមកអង្គុយចិត្តគាត់ហើយគាត់សប្បាយចិត្តមិនសប្បាយរឿងអ្វីដែលចម្លែកនោះទេគឺសប្បាយត្រង់ដែលកូននៅស្រឡាញ់គាត់យកចិត្តទុកដាក់ជាមួយគាត់ដូច្នេះត្រូវប្រយ័ត្នកុំឲ្យមេដាបិតានឹកអន់ចិត្តជាមួយយើងឲ្យសោះធ្លាប់មានតួយ៉ាងចំពោះកូនខ្លះប្រព្រឹត្តទោសអធ្យាស្រ័យរបស់ម៉ែពេលគាត់ឈឺមិនឧស្សាហ៍មកសួរសុខទុក្ខគាត់ឡើយពេលសរសេរសម្បត្តិមកម៉ែខ្លួនឯងមិនសរសេរទេបង្គាប់ប្រពន្ធឲ្យសរសេរម៉ែអានហើយមុខមិនស្រស់ព្រោះមិនមែនអក្សរកូនប្រុសមិនបានឃើញមុខកូនប៉ុន្តែឲ្យបានឃើញអក្សរកូនទៅចុះនេះមិនបានទៀតខ្លួនឯងតែមិនមកមើលម៉ែពឹងពាក់មិត្តភក្តិឲ្យមកជំនួសទៅវិញខ្លួនឯងធ្វើពង្រើយកន្តែមិនរវល់យកចិត្តទុកដាក់ម៉ែមិនសប្បាយចិត្តសរុបមកព្រោះស្រឡាញ់កូនចង់ឲ្យកូនយកចិត្តទុកដាក់ជាមួយប៉ុន្តែបែរជាកូនមិនចេះគិតជាមនុស្សអន់គំនិតដោយមិនចេះគិតថាទឹកចិត្តរបស់មនុស្សចាស់ជាងម៉ែជាងឪគិតកូនយ៉ាងណាបំណងប្រាថ្នារបស់មនុស្សចាស់យ៉ាងម៉េចខ្លះមិនបានសិក្សាឲ្យយល់ដឹងតាមពិតមនុស្សអាយុច្រើនចូលដល់ចាស់ជរាច្រើនតែប្រែត្រឡប់ស្រដៀងនឹងកូនតូចពោលគឺចូលចិត្តអ្នកនៅចិត្តខាងត្រូវការនយោជិតទុកដាក់ថែទាំចិញ្ចឹមរក្សាតែអ្នកដែលត្រូវនៅចិត្តយកចិត្តទុកដាក់នឹងគាត់គឺកូននឹងឯងដូច្នេះកូនម៉ែកូនឪត្រូវតែជាកូនឲ្យពិតប្រាកដឧស្សាហ៍ចូលចិត្តសាកសួរសុខភាពឪម៉ែមានជំងឺត្រូវបញ្ញាប់រត់រះមកថែរក្សាមកត្រួតពិនិត្យចាត់ចែងថ្នាំយ៉ាងណាសរុបមកគឺការយកចិត្តទុកដាក់ធ្វើឲ្យគាត់សប្បាយចិត្តសូម្បីនឹងដល់ការដែលយើងនៅតូចពេលយើងឈឺម៉ែឪយ៉ាងម៉េចខ្លះចំពោះយើងគឺគាត់ភ័យណាស់មុខគាត់ស្លេកស្លាំងសឹងរត់ឈាមគ្មានបញ្ញាបញ្ញាមិនថាយប់អាត្រៀតរកថ្នាំពេទ្យជួយកូនឲ្យជាកូននៅមិនសុខម៉ែឪសំកុកមិនព្រមសម្រាននៅព្រួយនៅគិតចិត្តមិនខ្សែមខ្សានលុះត្រាកូនបានសបាយទៅផុតភ័យ